ទាហានយើងទាំង18នាក់នឹងត្រូវបានដោះលែងមកវិញបន្ទាប់ពីបាត់ឈប់បាញ់ចូលជាធរមាន72ម៉ោងបានន័យថាស្អែកថ្ងៃត្រង់ម៉ោង12គឺជាការផុតនៅកំណត់72ម៉ោងនេះខ្ញុំបានសួរបញ្ជាក់ទៅខាងភេកីថៃថាតើកាកបាទក្រហមអន្តរជាតិគណៈកម្មការកាកបាទក្រហមអន្តរជាតិបានដឹងនិងសម្របសម្រួលបញ្ហានេះហើយឬនៅក៏ថាបានហើយអញ្ចឹងយើងក៏ត្រៀមលក្ខណៈដែរហើយសង្ឃឹមថាมันមានបញ្ហាអីកើតឡើងពីនេះទៅដល់ម៉ោង12ថ្ងៃត្រង់ថ្ងៃស្អែកទេហើយនឹងបានទទួលស្វាគមន៍ទាហានយើងទាំង13នាក់ដើម្បីគាត់បានវិលត្រឡប់មកផ្ទះសម្បែងជួបជុំគ្រួសារប្រពន្ធកូនឪពុកម្ដាយរបស់គាត់វិញដោយសុវត្ថិភាពនេះគឺជាលទ្ធផលដែលយើងសម្រេចបាននៅក្នុងកិច្ចប្រជុំ2ថ្ងៃកន្លងទៅនេះដោយមានទាំងកិច្ចប្រជុំទ្វេភាគីកម្ពុជាចិនកម្ពុជាថៃនិងកិច្ចប្រជុំត្រីភាគីកម្ពុជាចិននិងថៃ